nhiều số lúc cũ này đọc kia là ní dương cho boss rai ca ông pi ôi phải dương nhóm một tập chân sẽ tham mà cầm tìm muối hay nhóm nâng giải ông pi ý đó CPU time hay nâng system CPU time thì mẹ ý đó CPU time dùng này với cứ dân take of time để CPU về nơi tình ấy bên đây tha CPU dương admin thôi ấy tận nó hay admin tha ấy ran để hay bờ sân chỉ phía rồiพอ ID នឹងវាហៅថាធំមានន័យថា resource possible យើងក៏ហត់តែច្រើនដែរហើយវានៅតនេច្រើនអញ្ចឹងបើសិនជាយើងមកដាក់សរសេរ run task ណាមួយឧទាហរណ៍run task ណាមួយឲ្យ run យ៉ាងទៅយើងឃើញថាidle time របស់យើងក៏ធ្លាក់ចុះដែរបើសិនយើង stop វាidle time ហ្នឹងវាចាប់ផ្ដើមឡើងធំវិញព្រោះឈប់មាន task ណាដែល C របស់យើងធំហើយមួយទៀតវិញគឺ system ភាគរយ SY ភាគរយ SY គឺ system CPU time មានន័យថា percentage of CPU time ដែល spend នៅក្នុង kernel space វាប្រើដោយ OS សម្រាប់system call process scheduling ហើយ IO handling ហើយនឹងសម្រាប់ driver បើសិនជាsystem នឹងវាខ្ពស់វាមានន័យថាវាមាន heavy disk ឬមួយក៏ network IO system call ច្រើនឬមួយក៏ driver or kernel related workload ឧទាហរណ៍បើសិនខ្ញុំ run Python សម្រាប់ system ហ្នឹងឲ្យ run ទៅគឺខ្ញុំឲ្យវារាយចូលទៅក្នុង output.txt យើងឃើញថាកន្លែង system របស់យើងហ្នឹងគឺឡើងខ្ពស់ហើយបើសិនជាទុកខ្ញុំគ្រាន់តែ print output ហ្នឹងមកវិញហ្នឹងក៏ដូចគ្នាដែរឥឡូវចាប់ឲ្យលោកគ្រូចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំនឹងនិយាយតកតងជាមួយនឹងភាគរយ US ហើយនិងភាគរយ NI ជាងមុនរងគឺខ្ញុំនិយាយតកតងមួយនឹងភាគរយ US សិនចឹងភាគរយ US វាគឺជា user CPU time វាសំដៅទៅលើនៅ percentage នៃ CPU ហ្នឹង time spent executing normal user level program វាមានន័យថាបើសិនជាយើង run នៅ program ណាមួយដូចជា Python script ឬក៏ application ដែលវាមិនមែន run នៅក្នុង kernel នោះហើយគឺជានឹងវានឹងប្រើប្រាស់នៅ CPU time ចឹងយើងនឹងខ្ញុំនឹងបញ្យល់ថា how it work so នៅពេលដែលយើង run program ឬក៏ calculate ឬក៏ loop ដែលយើងមិន without making many system call the CPU stay in the user mode so the more CPU intensive the program is higher the period US what you become ចឹងនៅក្នុងនេះគឺខ្ញុំមាននៅ tunnel 2ដែលទី1គឺខ្ញុំបង្ហាញតកតងជាមួយនឹងCPU usage ដែលយើងប្រើ top ហើយនៅខាងក្រោមគឺវាសម្រាប់ tunnel ដើម្បី run នៅ background program ចឹងដើម្បីយើងដឹងថា CPU របស់យើងវាឡើងវា run ឬក៏ increase ឬក៏ decrease យើងអាច run នៅ script ណាមួយឬក៏ Python script ឬក៏ X មួយដើម្បីយើងចង់ដឹងថាភាគរយ US ហ្នឹងវា run វាឡើងឲ្យអត់អញ្ចឹងខ្ញុំនឹង run Python នេះមួយទៀតអូខេយើងនឹងអញ្ចឹងយើងនឹងឃើញនៅក្នុងហ្នឹងថាយើងមាន script 2 Python script Python 2អញ្ចឹងវានឹង C រហូតដល់9 use នៅ 100% ជិត 100% របស់ US ហើយវាដំណើរការដោយសារវា increase ហ្នឹងនៅពេលដែលថា CPU វា executing the user code not the system or either task គេមានថា CPU ហ្នឹងគឺវា run អា script ហ្នឹងយកមកអញ្ចឹងវាចំណាយពេល run ទៅលើ script ហ្នឹងទាំងអស់ហ្នឹងគឺលក្ខណៈរបស់ភាគរយ S អញ្ចឹងខ្ញុំឈប់នេះសិនអញ្ចឹងដល់ពេលយើងបញ្ឈប់វាច្បាស់ជាឈប់នៅអា process មួយហ្នឹងអញ្ចឹងវា keep ភាគរយ US ហ្នឹងវាកាន់តែខ្លីជាងមុន
ហើយចំណែកឯចំណុចបន្ទាប់គឺខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងភាគរយនេះឬក៏ភាគរយ ni ដែលឈ្មោះពេញរបស់វាគឺជា nice CPU time អញ្ចឹងតើអ្វីទៅជាភាគរយនេះអញ្ចឹងភាគរយនេះគឺវាសំដៅទៅលើ percentage of CPU time that used by low priority process មានន័យថា process ដែលវា low priority ហ្នឹងគឺវាគឺជា nice process អញ្ចឹង CPU វា Linux ហ្នឹងវាប្រើនៅ scheduler ដើម្បី decide ថា process មួយណាដែលដើម្បី process មួយណាដែលនឹងប្រើប្រាស់ CPU ច្រើនអញ្ចឹង process ដែលវាមាន higher nice value are scheduled after normal process and their CPU using flexibility under period អញ្ចឹងមានថាបើសិនជាយើងមាន process 3 គឺ process បើថា process ថ្ងៃហ្នឹងមួយហើយ process normal មួយនិង process ដែលមាន lower priority មួយអញ្ចឹងវាច្បាស់ជា run ណា lower ឬក៏ដក 20 ហ្នឹងមុនតមកវា run នៅ normal បន្តមកវា run នៅ nice បន្ទាប់ចុះគឺ nice ចុងក្រោយគេអញ្ចឹងយើងអាចតេស្តបានអញ្ចឹងនេះនៅពេលដែលយើង run Python script អាចចុងក្រោយមួយនេះគឺវាគឺជា nice process អញ្ចឹង nice process របស់យើងគឺវាយកនៅភាគរយចំណិតតិចរបស់ CPU យកមកប្រើប្រាស់ព្រោះវាបើយើងនិយាយថាវាគឺជា gentleman ណាបើសិនជា CPU ហ្នឹងវាប្រើប្រាស់គេថា process ផ្សេងប្រើប្រាស់សងចិត្តអស់ហើយអញ្ចឹងវានឹងយកអាភាគរយដែលនៅសល់របស់ CPU ហ្នឹងយកមកប្រើប្រាស់ដើម្បីយកមកប្រើប្រាស់របស់ខ្លួនឯងអញ្ចឹងភាគរយរបស់នេះភាគរយនេះហ្នឹងវាកើនឡើងនៅពេលណាវាកើនឡើងនៅពេលដែល CPU ហ្នឹងភាគរយ US ហ្នឹងវាធ្លាក់ចុះអញ្ចឹងភាគរយនេះនឹងកើនឡើងព្រោះនៅពេលដែលគ្មាន process ណា run ទេអញ្ចឹង next process នឹងវា run តែឯងអញ្ចឹងវានឹង run លើ 100% នៃភាគរយនេះតែបើសិនជាមាន process ណាផ្សេងមក run អញ្ចឹងវានឹងភាគរយនេះហ្នឹងនឹងធ្លាក់ចុះមកខាងក្រោមវានឹង decrease មកវិញព្រោះវាទុកនៅ usage របស់ CPU ហ្នឹងឲ្យទៅ process ផ្សេងៗ run មុនអញ្ចឹងចំណុចទាំងអស់នេះគឺតកតងមួយភាគរយ S និងភាគរយនេះអញ្ចឹងខ្ញុំអស់ហើយសូមបន្តមកខ្ញុំបន្ត